នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកពីរដ្ឋធានី Washington ខ្ញុំបាទយុនសមៀនសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃអាទិត្យ4រោចខែពិសាខឆ្នាំរកានពស័កពុទ្ធសករាជ2560ដែលត្រូវនៅថ្ងៃទី14ខែឧសភាគ្រិស្តសករាជ2017ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមាតិកាដូចតទៅពលរដ្ឋស្នើឲ្យព្រះមហាក្សត្រធានាការបោះឆ្នោតឃុំសង្កាត់ប្រព្រឹត្តទៅត្រឹមត្រូវនិងយុត្តិធម៌ស្ថានីយ៍ឯកជននៅមិនទាន់ប្រកាសជួលម៉ោងឲ្យគណៈបកនយោបាយក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតឲ្យបានទូលំទូលាយនៅឡើយគណៈបកប្រឆាំងអះអាងថាពលរដ្ឋប្រហែល5សែននាក់នឹងមិនអាចបោះឆ្នោតបានដោយខ្វះឯកសារចាំបាច់មួយចំនួនប្រជាពលរដ្ឋនៅស្រុកសង្កែខេត្តបាត់ដំបងព្រួយបារម្ភខ្លាចហិនហោចព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបរួមនឹងព័ត៌មានផ្សេងទៀតជាបន្តទៅទៀតនេះខ្ញុំបាទយុនសាមៀនសូមជូនព័ត៌មានពិស្ដាលោកនាងជាទីមេត្រីនៅក្នុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់64យាងចូល65ព្រះវស្សានៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីពលរដ្ឋស្នើឲ្យព្រះមហាក្សត្រធានាឲ្យមានការបោះឆ្នោតឃុំសង្កាត់ដែលប្រព្រឹត្តឡើងនៅថ្ងៃទី4ខែមិថុនាខាងមុខឲ្យបានត្រឹមត្រូវនិងយុត្តិធម៌លោកប្រាជេវរាយការណ៍ព័ត៌មាននេះពលរដ្ឋនៅតែមានជំនឿថាព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់មានសិទ្ធិអំណាចធ្វើឲ្យដំណើរការបោះឆ្នោតនាពេលខាងមុខប្រព្រឹត្តដោយពលរដ្ឋគ្មានការភ័យខ្លាចក្នុងពេលបោះឆ្នោតស្រដៀងគ្នាទៅនឹងការលើកឡើងរបស់ពលរដ្ឋព្រះមហាក្សត្រទ្រង់ស្នើឲ្យពលរដ្ឋកុំចាញ់សម្លុតគណៈបញ្ញយោបាយក្នុងពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017នេះពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញសប្តាហ៍ថ្ងៃប្រកបរបររថម៉ូតូឌុបលោកទីនស៊ីនឿនចង់ឃើញព្រះមហាក្សត្របន្តគង់ជាម្លប់ផ្ដល់ភាពសុខសាន្តដល់ប្រទេសជាតិកុំឲ្យមានចំនួនកើតឡើងលោកថាការបោះឆ្នោតថ្ងៃទី4ខែមិថុនាខាងមុខមានសារៈសំខាន់ដូច្នេះលោកយល់ថាព្រះមហាក្សត្រទ្រង់មានព្រះរាជតួនាទីថែរក្សាស្ថិរភាពនយោបាយក្នុងពេលបោះឆ្នោតខ្ញុំចង់ឲ្យព្រះអង្គធានាការបោះឆ្នោតនៅបានលូនតទៅមុខទៀតព្រោះការបោះឆ្នោតហ្នឹងគឺតំណាងនិយាយចំយើងជាប្រជាពលរដ្ឋម្នាក់ត្រូវចូលរួមបោះឆ្នោតគេសូមឲ្យព្រះអង្គជួយថែរក្សាស្ថិរភាពហ្នឹងឲ្យបានគង់វង្សតទៅមុខទៀតបានហើយកុំឲ្យមានការកេងប្រវ័ញ្ចឬក៏គៀបសង្កត់លើណាម្នាក់ទៅហើយព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រចាប់ពីថ្ងៃទី13ដល់ថ្ងៃទី15ខែឧសភាព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់មានព្រះជន្ម65ព្រះវស្សាព្រះអង្គប្រសូតនៅថ្ងៃទី14ខែឧសភាឆ្នាំ1953នៅរាជធានីភ្នំពេញព្រះអង្គគ្រងរាជសម្បត្តិតែមិនកាន់អំណាចក្រៅពីពលរដ្ឋលើកឡើងពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រក្នុងថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះអង្គអ្នកនយោបាយគ្រប់និន្នាការនយោបាយក៏ផ្ញើលិខិតអបអរសាទរដល់ព្រះអង្គដែរអនុប្រធានគណៈបកប្រជាជនកម្ពុជាលោកសខេងក្នុងសំណេរនៃលិខិតថ្វាយព្រះពរដល់ព្រះមហាក្សត្រលោកលើកឡើងថាព្រះមហាក្សត្រទ្រង់តែងគិតគូរសុខទុក្ខដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចំណែកលោកកឹមសុខាប្រធានគណៈបកសង្គ្រោះជាតិថ្វាយព្រះពរឲ្យព្រះមហាក្សត្រទ្រង់បំពេញព្រះរាជតួនាទីដ៏ឧត្តមជាព្រះមហាក្សត្រនិងជាព្រះប្រមុខរដ្ឋដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកភាពសុខសាន្តរុងរឿងថ្កុងថ្កើងសម្បូរសប្បាយសមដោយបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទាំងប្រទេសចំណែកពលរដ្ឋមួយរូបទៀតគឺលោកកឹមវិទូអធិរាជចង់ឃើញព្រះមហាក្សត្រក៏ហៅអ្នកនយោបាយដែលមានសម្លេងឆ្នោតទាំងពីរនៅក្នុងសភាគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិចូលព្រះរាជវាំងដើម្បីចរចាបញ្ចប់ជម្លោះនយោបាយប៉ុន្តែលោកហាក់មិនសូវមានសង្ឃឹមថាប្រមុខគណៈបកទាំងពីរជាពិសេសគឺគណៈបកកណ្ដាលអំណាចនឹងធ្វើតាមព្រះរាជអាវ៉ាត់របស់ព្រះមហាក្សត្រនោះទេបាយតែគាត់ចង់ឲ្យគាត់កុំឲ្យស្រែកអីគ្នាទៅវិញទៅមកថានេះជួយឲ្យសពស្រួលគ្នាឲ្យចេះជួយគ្នាទៅវិញទៅមកហ្មងសំណើរបស់ពលរដ្ឋដែលចង់ឃើញមានស្ថិរភាពនយោបាយក្នុងពេលបោះឆ្នោតដូចនេះនៅប៉ុន្មានថ្ងៃក្រោយដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រមានជាថ្មីថានឹងមានសង្គ្រាមបើគណៈបករបស់លោកមិនបានកាន់អំណាចទីតិចពីការប្រមានរបស់លោកហ៊ុនសែនព្រះមហាក្សត្រស្នើឲ្យពលរដ្ឋកុំចាញ់សម្លុតជនណាម្នាក់ឬគណៈបកនយោបាយណាមួយតាក់ទងទៅនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2017
ព្រះអង្គមានបន្ទូលនៅក្នុងព្រះយេសាររបស់ព្រះអង្គថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2017នេះគឺជាការបោះឆ្នោតទូទៅជាសកលដោយសម្ងាត់តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបកដូច្នេះសូមកុំឲ្យមានការព្រួយបារម្ភពីការគៀបសង្កត់ការគំរាមកំហែងឬសម្លុតពីជនណាម្នាក់ឬគណៈបកនយោបាយណាមួយឡើយអ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះយល់ថាកង្វល់របស់ពលរដ្ឋនៅពេលនេះគឺព្រះមហាក្សត្រត្រូវដោះស្រាយព្រោះព្រះរាជទូនីតិរបស់ទ្រង់ធ្វើយ៉ាងណាដើម្បីធានានូវយុត្តិធម៌សង្គមរក្សាស្ថិរភាពសង្គមដែលជានិមិត្តរូបនៃសន្តិភាពលោកយល់ថាការដែលពលរដ្ឋចាប់ផ្ដើមយល់ដឹងពីទូនីតិរបស់ព្រះមហាក្សត្រគឺជារឿងល្អពលរដ្ឋនៅសម័យនេះខុសពីសម័យមុនណាសម័យមុនពលរដ្ឋអត់ទៅបានដឹងអំពីទូនីតិព្រះមហាក្សត្រទេប៉ុន្តែឥឡូវនេះយើងឃើញថាពលរដ្ឋចាប់ផ្ដើមនាំទៅជែកអំពីទូនីតិរបស់មហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញណារដ្ឋធម្មនុញ្ញមាត្រា8ចែងថាព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិទ្រង់ជាអ្នកធានាការគោរពសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីសពព្រះតីអានសៀវភៅនិងធ្វើសមាធិព្រះអង្គអាចមានព្រះរាជអង្គការជាភាសាបារាំងឆេកអង់គ្លេសនិងភាសាខ្មែរយ៉ាងស្ទាត់ជំនាញហើយចេះភាសាចិនខ្លះៗផងទម្លាប់ប្រចាំថ្ងៃរបស់ទ្រង់គឺអនុវត្តលំហាត់ប្រាណដោយរត់ឬជិះកង់ក្នុងបរិវេណនៃព្រះបរមរាជវាំងខ្ញុំប្រាជ្ញាវអាស៊ីសេរីភ្នំពេញស្ថានីយវិទ្យុនិងទូរទស្សន៍ក្នុងស្រុកនៅមិនទាន់ប្រកាសឲ្យបានទូលំទូលាយអំពីគម្រោងជួលម៉ោងឲ្យគណៈបកនយោបាយផ្សាយពីគោលនយោបាយក្នុងឱកាសយុទ្ធនាការឃោសនានោះទេសង្គមស៊ីវិលយល់ថាគោចបមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសម្រួលឲ្យគ្រប់គណៈបកនយោបាយបានជួលម៉ោងស្មើភាពនៅតាមស្ថានីយវិទ្យុនិងទូរទស្សន៍ឯកជននោះទេលោកវ៉ាន់វ៉ាន់ដេតមានសេចក្តីរាយការណ៍ព័ត៌មាននេះសង្គមស៊ីវិលនៅតែយល់ថាគោលការណ៍ស្មើភាពគ្នានៅពេលឃោសនាគណៈបកនយោបាយនៅតែជួបការលំបាកសម្រាប់គណៈបកនយោបាយដែលគ្មានប្រព័ន្ធផ្សព្វផ្សាយដោយសារតែគោចបគ្មានអំណាចគ្រប់គ្រាន់ដើម្បីអាចឲ្យគ្រប់គណៈបកនយោបាយជួលម៉ោងផ្សាយនៅតាមប៉ុស្តិ៍ទូរទស្សន៍និងវិទ្យុឯកជនបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី2ឧសភាបានស្នើឲ្យស្ថានីយវិទ្យុនិងទូរទស្សន៍ឯកជនត្រូវប្រកាសជាសាធារណៈអំពីចំនួនម៉ោងដែលខ្លួនមានសម្រាប់លក់ឬជួលតាមម៉ោងឬថ្ងៃឬពេញមួយយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់គិតមកដល់ថ្ងៃទី13ខែឧសភានេះនៅមិនទាន់មានស្ថានីយវិទ្យុឬទូរទស្សន៍ណាប្រកាសឲ្យបានទូលាយអំពីការជួលម៉ោងឲ្យគណៈបកនយោបាយផ្សាយឃោសនានៅឡើយទេអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិលោកយឹមសុវណ្ណថាមកដល់ពេលនេះមានតែវិទ្យុមួយទេដែលបានប្រកាសម៉ោងលក់ឲ្យគ្រប់គណៈបកនយោបាយលោកថាគណៈបកសង្គ្រោះជាតិមានគម្រោងជួលម៉ោងផ្សាយនៅវិទ្យុមហានគរបន្ថែមពីលើម៉ោងផ្សាយបច្ចុប្បន្នលោកស្នើឲ្យគ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍ផ្សាយជាសាធារណៈអំពីគម្រោងតម្លៃនិងម៉ោងសម្រាប់ជួលម៉ោងឲ្យបានគ្រប់គណៈបកនយោបាយតាមការស្នើរបស់គជបយើងចង់ឲ្យមានការកែលម្អខ្លះទាក់ទងនឹងទូរទស្សន៍ជាតិទូរទស្សន៍ឯកជនហ្នឹងជាពិសេសទូរទស្សន៍ឯកជនវិទ្យុឯកជនហ្នឹងសូមឲ្យផ្សាយមកថាមានម៉ោងណាលក់តម្លៃប្រមាណក្រសួងព័ត៌មានកាលពីថ្ងៃទី11ឧសភាបានជូនដំណឹងណែនាំឲ្យគ្រប់ម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ចាងវាងកាសែតនិងម្ចាស់គេហទំព័រត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមលិខិតរបស់គជបដែលណែនាំដល់ស្ថានីយវិទ្យុទូរទស្សន៍ក្នុងការលក់ឬជួលម៉ោងផ្សាយឲ្យគណៈបកនយោបាយក្នុងកំឡុងពេលឃោសនាបោះឆ្នោតនិងណែនាំឲ្យបញ្ឈប់សកម្មភាពឃោសនា24ម៉ោងមុនថ្ងៃបោះឆ្នោតយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4ដែលមានគណៈបកនយោបាយចំនួន12ចូលរួមប្រកួតប្រជែងនិងចាប់ផ្ដើមនៅថ្ងៃទី20ខែឧសភាដល់ថ្ងៃទី2មិថុនាហើយនៅថ្ងៃទី4មិថុនាជាថ្ងៃបោះឆ្នោតគណៈបកប្រជាជនកម្ពុជាដែលបច្ចុប្បន្នសមាជិកខ្លួនបានកាន់តំណែងមេឃុំច្រើនជាងគេមិនទាន់មានគម្រោងទិញម៉ោងផ្សាយឃោសនានៅតាមវិទ្យុនិងទូរទស្សន៍នោះទេអ្នកនាំពាក្យគណៈបកនេះលោកសុកអេសានថាលោកមិនទាន់ដឹងពីគោលការណ៍ខាងគណៈបកកាន់អំណាចនៅឡើយនោះទេសង្គមស៊ីវិលយល់ថាគណៈបកកាន់អំណាចទោះមិនបាច់ជួលម៉ោងផ្សាយក៏មានទូរទស្សន៍និងវិទ្យុចាំជួយឃោសនាឲ្យដែរនាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុតិធធដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវលោកសំគុណធីមីសន្និដ្ឋានថាគណៈបកកណ្ដាលអំណាចបានព្យាយាមឃោសនាតាមវិទ្យុនិងទូរទស្សន៍ឯកជនច្រើនជាងគេគឺតាំងពីមិនទាន់ដល់យុទ្ធនាការឃោសនាគណៈបកទៅទៀតមកពេលកំណត់ចឹងហើយបានមកគាត់ស្វាយមានទុនធានរបស់គាត់ហើយបើយន់អញ្ចឹងទៅទីហោណាអគ្គលេខាធិការគជបលោកទេពនិថាបានប្រកាសនៅក្នុងកម្មវិធីដាក់ចេញគោលការណ៍សម្រាប់ស្ថានីយវិទ្យុ
យុនិងទូរទស្សន៍លក់ឬជួលម៉ោងឲ្យគណៈបកនយោបាយនៅថ្ងៃទី2ខែឧសភាថាមកដល់ពេលនេះមានតែស្ថានីយ៍វិទ្យុសំឡេងប្រជាធិបតេយ្យ VOD តែមួយគត់ដែលបានប្រកាសរៀបចំកម្មវិធីដោយមិនគិតថ្លៃសម្រាប់គ្រប់គណៈបកនយោបាយបានផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយនៅថ្ងៃឃោសនាបោះឆ្នោតខាងមុខនេះលោកទេពនិថាបញ្ជាក់បន្ថែមថានឹងមិនអនុញ្ញាតឲ្យម្ចាស់ស្ថានីយ៍វិទ្យុឬទូរទស្សន៍ជួលម៉ោងផ្សាយឲ្យតែគណៈបកមួយនិងរើសអើងគណៈបកមួយទៀតឡើយហើយចំពោះគណៈបកដែលពុំសូវមានលទ្ធភាពច្រើនដើម្បីជួលវិទ្យុនិងទូរទស្សន៍ឯកជនទេគជបបានរៀបចំកម្មវិធីផ្សាយនៅតាមស្ថានីយ៍វិទ្យុនិងទូរទស្សន៍រដ្ឋដោយមិនគិតថ្លៃសម្រាប់ផ្ដល់ជូនគណៈបកទាំងនោះដែលមួយថ្ងៃអាចផ្សាយបាន2ដងនៅក្នុងកំឡុងរយៈពេល14ថ្ងៃនៃថ្ងៃឃោសនាបោះឆ្នោតអគ្គនាយកនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាលោកកឹមគុណវត្តប្រាប់អាស៊ីសេរីថាលោកបានប្រគល់ម៉ោងផ្សាយសម្រាប់គ្រប់គណៈបកនយោបាយឲ្យទៅគជបចាត់ចែងហើយទៅប្រគល់ម៉ោងស្ដាប់ដោយមិនគិតប្រាក់ជូនដល់គជបសម្រាប់ដំណើរការបើទោះជាគជបបានរៀបចំម៉ោងផ្សាយនៅទូរទស្សន៍និងវិទ្យុជាតិឲ្យបានគ្រប់គណៈបកនយោបាយមានឱកាសស្មើភាពគ្នាក្នុងការផ្សាយពីគោលនយោបាយក្តីប៉ុន្តែសង្គមស៊ីវិលយល់ថានៅមិនទាន់មានភាពស្មើគ្នាដោយសារគណៈបកកណ្ដាលអំណាចមានប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅចាំជួយឃោសនាឲ្យខ្ញុំបានវ៉ាន់ដេតអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីគណៈបកប្រឆាំងអះអាងថាពលរដ្ឋប្រហែល5សែននាក់នឹងមិនអាចបោះឆ្នោតបានដោយខ្វះឯកសារចាំបាច់មួយចំនួនប័ណ្ណបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលចេញដោយគជបតម្រូវឲ្យពលរដ្ឋដែលពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវធ្វើលិខិតបញ្ជាអត្តសញ្ញាណប័ណ្ណជាថ្មីដាច់ដោយឡែកមួយទៀតទើបអាចមានសិទ្ធិបោះឆ្នោតបានលោកមមនីរតរាយការណ៍អំពីរឿងនេះអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើការបោះឆ្នោតនិងបកប្រឆាំងដាក់ការព្រួយបារម្ភថានីតិវិធីដែលមានភាពស្មុគស្មាញនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតឃុំសង្កាត់នេះអាចជាការបាត់ផ្លូវចំពោះពលរដ្ឋណាដែលមានតែប័ណ្ណព័ត៌មាននៅក្នុងដៃក៏ប៉ុន្តែពុំមានអត្តសញ្ញាណប័ណ្ណឬលិខិតបញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោតឃុំសង្កាត់ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មនៃគណៈបក្សសង្គ្រោះជាតិនៅស្រីមេងសុភារីយល់ឃើញថាវាជាបញ្ហានៅពេលដែលអ្នកបោះឆ្នោតពុំមានឯកសារផ្លូវច្បាប់គ្រប់គ្រាន់ដូចជាមិនមានអត្តសញ្ញាណប័ណ្ណឬលិខិតបញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោតទេអ្នកស្រីបន្តថាអ្នកទាំងនោះប្រកាសណាស់អាចនឹងមិនមានសិទ្ធិពេញលេញដើម្បីបោះឆ្នោតបានឡើយអ្នកស្រីឲ្យដឹងទៀតថាផ្អែកលើរបាយការណ៍ដែលចេញដោយគជបពលរដ្ឋដែលប្រឈមនឹងបញ្ហាទាំងនេះមានជិតកន្លះលាននាក់ក្នុងចំណោមពលរដ្ឋដែលមាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោតសរុបជាង7លាន8សែននៅទូទាំងប្រទេសនោះប្រជាពលរដ្ឋដែលចុះឈ្មោះដោយប្រើលិខិតបញ្ជាក់អត្តសញ្ញាណតាមការដឹងពីគជបមកមានចំនួនហាក់ប្រហែល43,000នាក់ចា៎បទបញ្ជានិងនីតិវិធីសម្រាប់បម្រើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ប្រកាស 3.5 ដែលចេញដោយគជបចែងថាដើម្បីបោះឆ្នោតបានប្រជាពលរដ្ឋខ្មែរទាំងពីរភេទត្រូវមាន 1. អត្តសញ្ញាណប័ណ្ណជាតិខ្មែរ 2. ឬមានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការបោះឆ្នោតដែលចេញដោយគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់និងមេឃុំចៅសង្កាត់ក្នុងករណីពលរដ្ឋពុំមានអត្តសញ្ញាណប័ណ្ណជាតិខ្មែរទេហើយដើម្បីមានសិទ្ធិបោះឆ្នោតបានត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណមួយលើកទៀតនីតិវិធីរបស់គជបបានកំណត់ថាដើម្បីអាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបានត្រូវមានលក្ខខណ្ឌមួយចំនួនរួមមានសម័យខ្លួនត្រូវមានរូបថត 3x4 3 សន្លឹកត្រូវនាំសាក្សី2រូបហើយសាក្សីនោះទៀតសោតត្រូវមានសិទ្ធិបោះឆ្នោតផងនិងមានទីលំនៅឬទីសំណាក់នៅក្នុងឃុំសង្កាត់ជាមួយផងប្រសិនបើអ្នកបោះឆ្នោតពុំបានបំពេញលក្ខខណ្ឌទាំងនេះទេមិនអនុញ្ញាតឲ្យបោះឆ្នោតបានឡើយច្បាប់ស្តីពីការបោះឆ្នោតថ្មីនេះតម្រូវឲ្យពលរដ្ឋដែលមានអាយុគ្រប់ចុះឈ្មោះបោះឆ្នោតអនុវត្តដំណាក់កាល2ចំណុចសំខាន់គឺទី1អ្នកបោះឆ្នោតត្រូវទៅចុះឈ្មោះនៅតាមការិយាល័យបោះឆ្នោតស្ថិតនៅក្នុងឃុំសង្កាត់ដែលខ្លួនរស់នៅចំណុចនេះមានន័យថាពលរដ្ឋត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការចុះឈ្មោះបោះឆ្នោតក្នុងដំណាក់កាលនេះបើអ្នកបោះឆ្នោតពុំមានអត្តសញ្ញាណប័ណ្ណជាតិខ្មែរឬអត្តសញ្ញាណប័ណ្ណនោះត្រូវខូចខាតនិងបាត់បង់អ្នកបោះឆ្នោតត្រូវបំពេញលក្ខខណ្ឌមួយជំហានទៀតគឺត្រូវស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណជាលើកទី2ទៀតសម្រាប់បម្រើការបោះឆ្នោតទើបអាចមានសិទ្ធិបោះឆ្នោតបានពាក់ព័ន្ធរឿងនេះគជបកាលពីថ្ងៃទី18ខែមេសាបានចេញសេចក្តីណែនាំស្តីពីនីតិវិធីនៃការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណដែលមានរយៈពេលកំណត់ពីថ្ងៃទី4ខែឧសភានិងបញ្ចប់ទៅវិញនៅថ្ងៃទី2ខែមិថុនាយ៉ាងនេះក្តីគណៈបព្វប្រឆាំងរិះគន់ថាគោលការណ៍ដែលចេញដោយគជបសម្រាប់ការស្នើសុំឯកសារនេះគឺពលរដ្ឋទទួលបានព័ត៌មានតិចតួចណាស់
ព្រោះតែងរងការគំរាមកំហែងនិងបំរាមរបស់អាជ្ញាធរនៅថ្នាក់មូលដ្ឋានជានិច្ចឆ្លើយតបនឹងការរិះគន់នេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកខុងពុធាអះអាងកាលពីយប់ថ្ងៃទី11ឧសភាថាការប្រជុំដែលរកឃើញថាมันអាចចុះផ្សព្វផ្សាយបាននេះទំនងផ្ដើមចេញពីអ្នកផ្សព្វផ្សាយច្រើនជាងការចោទប្រកាន់ថាចិត្តចង្អៀតចង្អល់របស់អាជ្ញាធរខ្ញុំជម្រាបថា1646ឃុំសង្កាត់ណាបញ្ហាកើតមានឡើងតែចំនួនឃុំសង្កាត់តិចជួយបំផុតបាទអញ្ចឹងការដែលព្យាយាមលើកយកនៅចំណុចជាការខ្វះខាតបន្តិចបន្តួចនេះជួនកាលក៏អាចកាត់ចេញពីកតិយានិងឥរិយាបថរបស់អ្នកផ្សព្វផ្សាយនោះដែរបើសិនជាក្នុងឥរិយាបថមួយមិនសហការជាមួយអាជ្ញាធរដែនដីក៏ប្រហែលជាអាចនឹងកើតមានបញ្ហានេះអង្គការសង្គមស៊ីវិលដែលឃ្លាំមើលពីដំណើរការបោះឆ្នោតមានជំនឿថាមានពលរដ្ឋតិចតួចប៉ុណ្ណោះដែលបានដឹងពីព័ត៌មានស្ដីពីការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតនេះក្នុងចំណោមហេតុផលទាំងនេះអ្នកជំនាញកិច្ចការបោះឆ្នោតរបស់អង្គការ Confrel យល់ឃើញថាអ្នកដែលបានចុះឈ្មោះនៅតាមការិយាល័យលើកទី1ហើយទទួលបានព័ត៌មានអំពីទីតាំងបោះឆ្នោតលេខកូដនិងឈ្មោះជាដើមគឺពួកគេអាចទៅបោះឆ្នោតបានហើយផ្ទុយទៅវិញនេះគ្រាន់តែជាបានព័ត៌មានប៉ុណ្ណោះប្រសិនបើអ្នកចុះឈ្មោះបោះឆ្នោតនោះចុះតាមរយៈការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណហើយពុំមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេនោះមានន័យថាពួកគេពុំអាចទៅបោះឆ្នោតបាននោះឡើយអ្នកសម្របសម្រួលផ្នែកអង្គការនៃអង្គការ Confrel លោកកនសវាងមានប្រសាសន៍ថាដើម្បីបញ្ជាពីការប្រជុំមុខដាក់គ្នាត្រូវប្រកួតភារៈនៃការផ្សព្វផ្សាយនេះឲ្យទៅគោជបជាអ្នកអនុវត្តដោយផ្ទាល់វិញប្រហែលអាចជៀសវាងបញ្ហាបានខ្លះលោកបន្តថាកន្លងទៅកម្ពុជាធ្លាប់មានពិសោធន៍គ្រប់គ្រាន់មកហើយដែលភារៈផ្សព្វផ្សាយសារនេះជាការទទួលបន្ទុកដោយគោជបហើយតែងទទួលបានផលជាវិជ្ជមានច្រើនជាងភ្នាក់ងារគណៈបកនយោបាយចោះអនុវត្តខ្ញុំឃើញប្រសិទ្ធភាពមួយដែលមានការប្រើប្រាស់ដោយកោជបលមុនគឺការប្រកាសមីក្រូខ្ញុំឃើញមានប្រសិទ្ធភាពហ្នឹងគឺល្អក្នុងការប្រកាសហ្នឹងបើសិនជាកោជបអាចមានលទ្ធភាពពេលហ្នឹងគឺគួរតែបន្ថែមការប្រកាសមីក្រូហ្នឹងហើយបើថាឲ្យអ្នកភាគីពាក់ព័ន្ធតើកោជបហ៊ានអះអាងហើយកោជបហ៊ានអាកាត់ថាភាគីពាក់ព័ន្ធអាចមានសិទ្ធិសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មានដែរឬមួយក៏អត់អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើកិច្ចការលើការបោះឆ្នោតយល់ឃើញថាប្រសិនបើពលរដ្ឋជិតកន្លះលានអ្នកនេះមិនអាចមានសិទ្ធិបោះឆ្នោតបានទេនោះមានន័យថាទំនោរនៅតាមការិយាល័យបោះឆ្នោតខ្លះអាចផ្ទុះការតវ៉ាក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនវិញប្រមានធ្ងន់ធ្ងរកាលពីថ្ងៃទី10ខែឧសភាថាការតវ៉ាទោះក្នុងរូបភាពណាក៏ដោយទាំងមុននិងក្រោយការបោះឆ្នោតត្រូវតែបង្ក្រាបលោកហ៊ុនសែនតែថ្លែងក្នុងឯកសណ្ឋានជាយោធាពាក់ផ្កាយលើស្មាផងប្រឡូយថាបើការបង្ក្រាបនេះបង្កទៅជាសង្គ្រាមក៏សង្គ្រាមទៅចុះខ្ញុំមកមនីរតអាស៊ីសេរីភ្នំពេញលោកនាងជាទីមន្ត្រីរៀបចំការបោះឆ្នោតនិងក្រុមអ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាលនៅខេត្តរតនគិរីបារម្ភអំពីការជ្រើសរើសមន្ត្រីសម្រាប់ការិយាល័យបោះឆ្នោតមួយចំនួនស្ថិតនៅតំបន់ជនបទដែលមិនមានធនធានមនុស្សគ្រប់គ្រាន់ដាក់ពាក្យបម្រើការងារនេះនៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4បាទលោករដ្ឋាភិបាលរាយការណ៍ព័ត៌មាននេះមន្ត្រីរៀបចំការបោះឆ្នោតខេត្តរតនគិរីអំពាវនាវឲ្យប្រជាពលរដ្ឋជាពិសេសគ្រូបង្រៀននៅតាមមូលដ្ឋានជនបទដាច់ស្រយាលចូលរួមដាក់ពាក្យធ្វើជាមន្ត្រីគណៈកម្មការការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោតដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះប្រព្រឹត្តទៅបានរលូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាកោជបដាក់គោលការណ៍ឲ្យមន្ត្រីរៀបចំការបោះឆ្នោតតាមបណ្ដាខេត្តរាជធានីជ្រើសរើសគណៈកម្មការមានសមត្ថភាព6នាក់សម្រាប់ធ្វើការនៅតាមការិយាល័យបោះឆ្នោតបេក្ខជនត្រូវដាក់ពាក្យស្នើសុំនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី20ដល់ថ្ងៃទី24ខែឧសភាបេក្ខជនចូលឈ្មោះត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងរស់នៅតាមឃុំសង្កាត់ដែលខ្លួនដាក់ពាក្យផ្ទាល់ជាការប្រសើរប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរីលោកប៉ាន់ឈុនឌីបញ្ជាក់នៅថ្ងៃទី13ខែឧសភាថាគណៈកម្មការខេត្តរៀបចំការបោះឆ្នោតបានផ្សព្វផ្សាយទាក់ទិនករណីជ្រើសរើសគណៈកម្មការការិយាល័យបោះឆ្នោតនេះរួចហើយសម្រាប់ការដាក់ពាក្យរយៈពេល4ថ្ងៃចាប់ពីថ្ងៃទី20ដល់ថ្ងៃទី24ចាប់ពីថ្ងៃទី25ដល់ថ្ងៃទី26គឺសម្រាប់ធ្វើសម្ភាសបេក្ខជនដែលបានដាក់ពាក្យលោកក៏សម្គាល់ថាកងប្រខាតធនធានមនុស្សនៅតំបន់ជនបទគឺជាបទពិសោធន៍ដែលធ្វើមានការបារម្ភពីការជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោតនាពេលខាងមុខតាមតែយើងមានជួបការលំបាកដែរខ្ញុំព្យាយាមឲ្យបងប្អូនជាបរិបទទីទៅឲ្យអ្នកដែលជាកូនចៅឬក៏ជាគ្រូបង្រៀននៅអញ្ចឹងកន្លែងណាលំបាកនេះសូមឲ្យ
ដាក់ពាក្យចូលរួមនៅក្នុងជាមន្ត្រីការិយាល័យបោះឆ្នោតដែរមន្ត្រីការិយាល័យបោះឆ្នោតនឹងរាប់សិលឹកឆ្នោតបំពេញការងារ3ថ្ងៃរួមមាន2ថ្ងៃសម្រាប់ការបណ្ដុះបណ្ដាលនិង1ថ្ងៃនៅថ្ងៃបោះឆ្នោតនឹងរាប់សិលឹកឆ្នោតប្រធានការិយាល័យបោះឆ្នោតទទួលប្រាក់ឧបត្ថម្ភចំនួន 22,000 រៀលអនុប្រធាន 20,000 រៀលលេខាធិការ 18,000 រៀលនិងសមាជិកចំនួន 16,000 រៀលលេខាគណៈកម្មការសង្គមហ្វ្រែលលោកជួនភិនតារាបញ្ជាក់ថាមន្ត្រីសង្កេតការណ៍និងមន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ខេត្តបានលើកបញ្ហានេះមកពិភាក្សាគ្នាដើម្បីស្វែងរកលទ្ធភាពដោះស្រាយទាន់ពេលវេលាប្រសិនការជ្រើសរើសមន្ត្រីការិយាល័យបោះឆ្នោតមិនអាចធ្វើទៅបានដោយរលូនលោកបន្តថាពលរដ្ឋនៅតំបន់ផ្សេងអាចដាក់ពាក្យចូលមកបម្រើជាមន្ត្រីការិយាល័យបោះឆ្នោតដែលមិនមានពលរដ្ឋចុះឈ្មោះគ្រប់ចំនួនក៏ប៉ុន្តែការបាត់បង់សិទ្ធិបោះឆ្នោតចំពោះពលរដ្ឋទាំងនោះនឹងកើតមានពីព្រោះមន្ត្រីការិយាល័យបោះឆ្នោតមិនមានពេលទៅបោះឆ្នោតនៅឃុំសង្កាត់ដែលខ្លួនបានចុះឈ្មោះនោះទេជាព័ត៌មានមួយល្អព្រោះប្រជាពលរដ្ឋយើងបាត់បង់សិទ្ធិណាកាលណាគាត់រើសពីក្រៅព្រោះកម្រងខ្ញុំដឹងថានៅក្នុងមូលដ្ឋានដាច់ស្រយាលមួយចំនួននោះគឺអត់មានមនុស្សទេស្រដៀងគ្នានេះដែរគ្រូបង្គោលនៃគណៈកម្មការខេត្តរៀបចំការបោះឆ្នោតប្រចាំស្រុកវឿនសៃលោកទូចប៊ុនធឿនទទួលស្គាល់ថាករណីបាត់បង់សិទ្ធិបោះឆ្នោតពិតជាកើតមានប្រសិនបើពលរដ្ឋចូលបម្រើការនៅការិយាល័យបោះឆ្នោតក្រៅពីឃុំសង្កាត់ដែលខ្លួនបានចុះឈ្មោះបោះឆ្នោតលោកអំពីវនីឲ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំសង្កាត់ដែលខ្លួនរស់នៅស្ម័គ្រចិត្តចូលបម្រើការសម្រាប់មន្ត្រីការិយាល័យបោះឆ្នោតដើម្បីរួមចំណែកធ្វើឲ្យបរិយាកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ប្រព្រឹត្តទៅបានល្អប្រសើរគណៈកម្មការការិយាល័យបោះឆ្នោតគឺមិនមានពេលអីណាទៅខ្ញុំបីថាមាននាទី2នាទីដើរចេញពីការិយាល័យបានទេគាត់ត្រូវបាត់បង់ក្នុងការបោះឆ្នោតហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី4នឹងប្រព្រឹត្តទៅនៅថ្ងៃទី4ខែមិថុនានៅខេត្តរតនគិរីគណៈបកនយោបាយចំនួន6បានដាក់បេក្ខជនចុះឈ្មោះប្រគល់ប្រជែងនៅតាមឃុំសង្កាត់ចំនួន50ដែលមានការិយាល័យបោះឆ្នោតសរុប273ការិយាល័យខ្ញុំរដ្ឋាវិសាលអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីមន្ត្រីក្រសួងមហាផ្ទៃអះអាងថាកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺលោកហ៊ុនម៉ាណែតមិនបានអន្តរាគមន៍ទៅក្រសួងមហាផ្ទៃដើម្បីសុំសញ្ជាតិខ្មែរឲ្យមិត្តភ័ក្តិលោកជាជនជាតិប៉ាគីស្ថាននោះទេកាលពីពេលថ្មីៗនេះមានម្ចាស់ទំព័រ Facebook មួយឈ្មោះថាធ្លាយហើយបានបង្ហោះលិខិតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងផ្ញើទៅកាន់លោកហ៊ុនសែនពីការស្នើសុំសញ្ជាតិខ្មែរឲ្យមិត្តភ័ក្តិរបស់លោកហ៊ុនម៉ាណែតលោកយាងសុជាមតារាយការណ៍ព័ត៌មាននេះការបែកធ្លាយសារពីការសូមអន្តរាគមន៍ដើម្បីបានសញ្ជាតិខ្មែររបស់ជនជាតិប៉ាគីស្ថានឈ្មោះ Joseph Matthew ពីលោកហ៊ុនម៉ាណែតបានកើតឡើងតាំងពីដើមខែមីនាមកក្នុងសារបែកធ្លាយកាលពីដើមខែមីនានោះលោក Joseph Matthew បានសរសេរទៅកាន់លោកហ៊ុនម៉ាណែតកាលពីថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2016ដើម្បីសូមសញ្ជាតិខ្មែរតាមរយៈការដោះដូរគម្រោងមួយដែលមានឈ្មោះថា Psychological Tactics Fear Factor ឬជាភាសាខ្មែរហៅថាយុទ្ធវិធីបែបចិត្តសាស្ត្រសម្រាប់ការបំផិតបំភ័យដែលជាផ្នែកមួយនៃយុទ្ធសាស្ត្របោះឆ្នោតនៅថ្ងៃទី16ខែធ្នូឆ្នាំ2016លោក Joseph Matthew បានសរសេរទៅកាន់លោកហ៊ុនម៉ាណែតម្ដងទៀតដោយបង្ហាញពីសេចក្តីត្រេកអរដែលបរិះរូបនេះទទួលបានសញ្ជាតិខ្មែរដោយបំណងហើយបដិញ្ញាបម្រើគ្រួសារត្រកូលហ៊ុនតាមជំនាញនិងសមត្ថភាពដែលគាត់មានទោះជាយ៉ាងណាការបែកធ្លាយព័ត៌មាននេះមិនត្រូវបានលោកហ៊ុនម៉ាណែតនិងលោក Joseph Matthew ចេញមុខបំភ្លឺឡើយប៉ុន្តែរហូតមកដល់ថ្ងៃទី12ឧសភាទើបម្ចាស់ Facebook ឈ្មោះធ្លាយហើយបានទម្លាយលិខិតដែលមានហត្ថលេខាលោកឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងផ្ញើទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនពីការស្នើសុំសញ្ជាតិខ្មែររបស់លោក Joseph Matthewក្នុងលិខិតចុះថ្ងៃទី7ខែតុលាឆ្នាំ2016ផ្ញើទៅកាន់លោកហ៊ុនសែនលោកសខេងបានបញ្ជាក់ប្រាប់លោកហ៊ុនសែនថាលោក Joseph Matthew ជនជាតិប៉ាគីស្ថានរូបនេះបានមករស់នៅក្នុងប្រទេសកម្ពុជានៅឆ្នាំ2001ហើយបានបំពេញគ្រប់លក្ខខណ្ឌទាំងឡាយស្របទៅតាមច្បាប់ស្តីពីសញ្ជាតិនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចអនុញ្ញាតឲ្យមានសញ្ជាតិខ្មែរបានលោកសខេងស្នើឲ្យលោកហ៊ុនសែនពិនិត្យនិងសម្រេចបញ្ហានេះទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រមិនទាន់អាចបញ្ជាក់បាននៅឡើយទេថាលិខិតនេះជារបស់លោកសខេងផ្ញើទៅកាន់លោកហ៊ុនសែនឬយ៉ាងណានោះព្រោះលោកថាមិនទាន់បានឃើញលិខិតនេះនៅឡើយលោកខៀវសុភ័ក្រក៏បដិសេធថាកន្លងទៅលោកហ៊ុនម៉ាណែតមិនដែលអន្តរាគមន៍ទៅក្រសួងដើម្បីទាមទារសញ្ជាតិឲ្យជនបរទេសណាឡើយផ្ទុយទៅវិញលោកថានៅពេលដែលជនណាម្នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសញ្ជាតិខ្មែរក្រសួងនឹងផ្ដល់ជូនតាមនីតិវិធីតាមការស្នើសុំដោយមិនចាំបាច់មានអន្តរាគមន៍ពីនរណាម្នាក់ឡើយ
មិនដែលមានទេរឿងអន្តរាគមន៍ចឹងរឿងចូលទៅជាតិហ្នឹងយើងធ្វើទៅឲ្យគ្រប់គ្រាន់តាមនឹងច្បាប់ជាតិហ្នឹងគឺធ្វើជូនហើយវាបាយដែលខំទាំងឡាយដែលបំពេញដែលខំទាំងដល់ជាតិហ្នឹងគឺតាមច្បាប់បាត់អីវ៉ាន់វាបានដែលខំពីមួយទៅមានទៅពី8វ៉ាន់ឆ្នាំរួមទៅជាស្វែងអស់ទៅតាមទីព្រះរបស់ពេលវិច័យច្បាប់ហ្នឹងគឺវាធ្វើតាមតែបានបំពេញបាច់កណ្ដាលអន្តរាគមន៍ទេមាត្រា 8 នៃច្បាប់ស្តីពីសញ្ជាតិឆ្នាំ 1996 ចែងថាជនបរទេសដែលអាចសុំចូលសញ្ជាតិខ្មែរបានលុះត្រាតែមានលិខិតបញ្ជាក់ថាមានគំនិតមាយាទនិងសិលធម៌ល្អដែលចេញដោយមេឃុំឬចៅសង្កាត់នៃទីលំនៅរបស់ខ្លួនជននោះត្រូវមានលិខិតថ្កោលទោសបញ្ជាក់ថាពុំដែលមានទោសពីបទប្រមទ័នណាមួយហើយរស់នៅជាប់លាប់ក្នុងប្រជាណាចក្រកម្ពុជារយៈពេល7ឆ្នាំចេះនិយាយសរសេរយល់ដឹងពីប្រវត្តិសាស្ត្រនិងទទួលយកបានពីប្រពៃណីទំនៀមទម្លាប់របស់ខ្មែរមានបញ្ញានិងកាយសម្បទាដែលមិននាំឲ្យមានគ្រោះថ្នាក់ឬនាំឲ្យមានបន្ទុកដល់ជាតិទោះជាយ៉ាងណាកន្លងទៅអ្នកច្បាប់ធ្លាប់អះអាងថាប្រសិនបើជនណាម្នាក់មានបំណងប្រយុទ្ធសាស្ត្របំផិតបំភ័យស្មារតីប្រជាពលរដ្ឋខ្មែរដើម្បីដោះដូរនឹងការបានសញ្ជាតិខ្មែរនោះគឺជននោះកំពុងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរក្នុងការធ្វើឲ្យចលាចលដល់ស្ថិរភាពនិងសន្តិសុខសង្គមចំណែកឯអ្នកសម្របសម្រួលឲ្យជននោះបានសញ្ជាតិខ្មែរវិញក៏អាចមានទោសដូចគ្នាដែរក្រៅពីទម្លាយលិខិតរបស់លោកសខេងទៅកាន់លោកហ៊ុនសែនម្ចាស់ Facebook ឈ្មោះធ្លាយហើយក៏បានទម្លាយសារជាអក្សររបស់ឈ្មោះ Joseph Matthew ផ្ញើទៅកាន់លោកហ៊ុនម៉ាណែតសារទាំងនោះនិយាយពីការស្នើអន្តរាគមន៍ពីលោកហ៊ុនម៉ាណែតដើម្បីទទួលបានសញ្ជាតិខ្មែរពីការណាត់ជួបគ្នាដើម្បីនិយាយពីយុទ្ធសាស្ត្រសម្រាប់ការបោះឆ្នោតនិងពីយុទ្ធសាស្ត្របំផិតបំភ័យគូប្រកួតជាដើមអាស៊ីសេរីបានព្យាយាមតាក់ទងលោក Joseph Matthew នៅថ្ងៃទី13ឧសភាតាមរយៈលេខទូរស័ព្ទដែលបង្ហាញនៅក្នុងសារបែបធ្លាយដើម្បីសុំការឆ្លើយតបចំពោះបញ្ហាទាំងអស់នេះដោយទូរស័ព្ទចូលប៉ុន្តែគ្មានមនុស្សលើកខ្ញុំយាសុជាមេតាអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីសាច់ញាតិរបស់ទាហានមួកខៀវម្នាក់ដែលបានស្លាប់ក្នុងពេលបំពេញបេសកកម្មបានអំពាវនាវឲ្យរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិជួយជ្រោមជ្រែងបន្ថែមទៀតធ្វើយ៉ាងណាឲ្យកូនចំនួន3នាក់របស់ជនរងគ្រោះអាចបន្តការសិក្សាភរិយារបស់ជនរងគ្រោះបញ្ជាក់ថាលោកស្រីមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចិញ្ចឹមកូនឲ្យបានរៀនសូត្រខ្ពង់ខ្ពស់ឡើយលោក Revenue រាយការណ៍អំពីព័ត៌មាននេះអនុស្នេហ៍ឯកម៉ៅអេងដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមទាហានមុខខៀវទាំង4នាក់បានស្លាប់នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាលដោយសារការវាយប្រហាររបស់ឧទាមីក្រុមគឺមានបំណងប្រាថ្នាថានៅពេលលោកត្រឡប់មកបំពេញបេសកកម្មមនុស្សធម៌ឲ្យអង្គការសហប្រជាជាតិនៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាលវិញលោកនឹងមានថវិកាល្មមអាចយកមកសាងសង់ផ្ទះមួយខ្នងហើយសេសសល់មួយចំនួនទៀតទុកសម្រាប់ទិញសម្ភារៈពេទ្យដើម្បីបើកកន្លែងព្យាបាលជំងឺធម្មតាមួយនៅឯស្រុកកំណើតខាងប្រពន្ធដែលស្ថិតក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀងទោះជាយ៉ាងណាក្តីប្រាថ្នានេះបានបាត់បង់ទៅវិញនៅពេលក្រុមគ្រួសារដឹងព័ត៌មានកាន់តែច្បាស់ថាលោកម៉ៅអេងបានស្លាប់ទៅហើយដោយសារការបំពេញបេសកកម្មមនុស្សធម៌នៅក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាលលោកកេងពិនលោកត្រូវជាបងប្រុសបង្កើតរបស់លោកម៉ៅអេងបញ្ជាក់ថាដំណឹងអំពីការស្លាប់ប្អូនប្រុសរបស់លោកធ្វើឲ្យក្រុមគ្រួសារទាំងអស់ជាពិសេសប្រពន្ធនិងកូនតក់ស្លុតខ្លាំងបំផុតយើងជាពេទ្យមួយសម្រាប់របស់ UN ហើយមនឹកស្មានថាអ្វីដែលយើងត្រូវសង្គ្រោះគេបែរជាគេមកសម្រាប់យើងទៅវិញយើងមានអារម្មណ៍មួយថាសោកស្ដាយមែនទែនលោកលើកឡើងទៀតថាការបាត់បង់ប្អូនប្រុសពៅនេះបានធ្វើឲ្យប្អូនថ្លៃនិងក្មួយរបស់លោកទាំង3នាក់ហាក់បានបាត់បង់សេដ្ឋកិច្ចទាំងមូលនៅក្នុងគ្រួសារអញ្ចឹងដែរកាលពីរំលងអធ្រាត្រថ្ងៃទី8ឈានចូលថ្ងៃទី9ឧសភាម៉ោងនៅក្នុងប្រទេសកម្ពុជាក្រុមឧទាមមិនស្គាល់អត្តសញ្ញាណក្នុងសាធារណរដ្ឋអាហ្វ្រិកកណ្ដាលបានបើកការវាយប្រហារមួយមកលើទាហានកងវិស្វកម្មខ្មែរនិងម៉ារ៉ុកនៅពេលពួកគេធ្វើដំណើរតាមរថយន្តត្រឡប់ពីកន្លែងធ្វើផ្លូវដើម្បីចូលមកបន្ទាយវិញការវាយប្រហារនេះបានធ្វើឲ្យទាហានមុខខៀវខ្មែររងរបួសម្នាក់និងស្លាប់ម្នាក់ភ្លាមហើយបានបាត់ខ្លួន3នាក់ប៉ុន្តែក្រោយមកអ្នកបាត់ខ្លួនទាំង3នាក់ត្រូវបានរកឃើញសាកសពនៅចម្ងាយប្រមាណ2គីឡូម៉ែត្រពីកន្លែងកើតហេតុអ្នកស្លាប់ទាំងនោះមានឈ្មោះថាអ៊ឹមសំជាអ្នកបើកបរមានស្រុកកំណើតក្នុងខេត្តសៀមរាបឈ្មោះសៀងអ្នករិនជាជំនួយការត្រួតពិនិត្យគុណភាពមានស្រុកកំណើតក្នុងរាជធានីភ្នំពេញឈ្មោះមុំតុលាជាជំនួយការបើកបរអ៊ីស្កាវ៉ាទ័រមានស្រុកកំណើតក្នុងខេត្តពោធិ៍សាត់និងមានឈ្មោះម៉ៅអេងជាបុគ្គលិកពេទ្យមានស្រុកកំណើតក្នុងខេត្តស្វាយរៀងលោកម៉ៅអេងដែលមានឈ្មោះដើមហៅថាកេងសុខាឡៃបានរៀនចប់ពេទ្យមធ្យមនៅវិទ្យាស្ថានសុខាភិបាលនៅរាជធានីភ្នំពេញផ្នែកពិនិត្យជំងឺទូទៅហើយបានចូលបម្រើជាទាហានតាំងពីឆ្នាំ1998មករីឯជីវិតគ្រួសារវិញគឺលោកម៉ៅអេងបានរៀបការជាមួយលោកស្រីឆាយចម្រើននិងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលអស់រយៈពេលជាង10ឆ្នាំមកហើយ
ព្រមទាំងមានកូនប្រុស2នាក់និងស្រី1នាក់ដែលមានអាយុចាប់ពី12ឆ្នាំដល់16ឆ្នាំថែមទៀតលោកកេងពន្លកថ្លែងទៀតថាលោកស្រីឆាយចម្រើនដែលជាស្ត្រីមេផ្ទះនិងជាជាងកាត់ដេរសម្លៀកបំពាក់ធម្មតាម្នាក់ផងនឹងបាត់បង់ភាពកក់ក្ដៅស្ទើរទាំងស្រុងក្នុងគ្រួសារហើយត្រូវរ៉ាប់រងតែម្នាក់ឯងចាប់ពីពេលនេះតទៅដើម្បីចិញ្ចឹមកូនទាំង3នាក់ឲ្យមានអនាគតល្អដែលជាក្តីប្រាថ្នារបស់ប្តីដែលស្លាប់ទៅនោះអ្វីដែលបំណងនៃគាត់ចង់ថាចង់ឲ្យកូនគាត់រៀនខ្ពង់ខ្ពស់សមត្ថភាពបម្រើសង្គមបែរជាចាប់ពាក់កណ្ដាលទីបងប្រុសដដែលនេះរំលឹកថាលោកម៉ៅអេងបានធ្វើជាទាហានពេទ្យឲ្យអង្គការសហប្រជាជាតិបានចំនួន2លើករួចមកហើយដោយលើកទី1ទៅកាន់ប្រទេសស៊ូដង់ខាងត្បូងនិងលើកទី2នេះទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្ដាលដែលបេសកកម្មមួយលើកមានរយៈពេលពេញ1ឆ្នាំនឹងត្រូវត្រឡប់មកជួបជុំគ្រួសារវិញនៅមាតុប្រទេសតែអកុសលបេសកកម្មចុងក្រោយនេះបានចាប់ផ្ដើមប្រហែល6ខែលោកក៏ជួបហេតុការណ៍ពួនវាយស្ទាក់សម្លាប់ពីសំណាក់ក្រុមឧទាមតែម្ដងលោកកេងពន្លករៀបរាប់ទៀតថាក្រៅពីទទួលបានប្រាក់ខែពីមន្ត្រីរាជការជាង1 លានរៀលប្អូនប្រុសលោកក៏តែងតែផ្ញើលុយជារៀងរាល់ខែមកប្រពន្ធនិងកូននៅឯស្រុកកំណើតប្រហែល$700បន្ថែមទៀតដែលជាប្រាក់ខែទទួលបានពីការងារមនុស្សធម៌ឲ្យអង្គការសហប្រជាជាតិចំណែកអគ្គនាយកនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោះសម្អាតមីននិងកាកសំណល់សង្គ្រាមលោកសែមសវណ្ណីថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃទី12ឧសភាថាសាកសពរបស់ទាហានមុខឃីវខ្មែរទាំង4នាក់នឹងបញ្ជូនមកដល់ប្រទេសកម្ពុជាវិញប្រហែល2សប្តាហ៍ទៀតចាប់ពីថ្ងៃកើតហេតុលោកបញ្ជាក់ថាចំពោះការពលីរបស់ទាហានទាំងនេះអង្គការសហប្រជាជាតិបានរៀបចំកញ្ចប់ថវិកាផ្ដល់ជូនក្នុងមួយគ្រួសារសពចំនួន$70000ដែរទោះជាយ៉ាងណាលោកកេងពន្លកថ្លែងថាខាងគ្រួសារលោកមិនទាន់ទទួលបានទឹកប្រាក់ទាំង$70000នៅឡើយទេក្រៅតែពីទឹកប្រាក់ឧបត្ថម្ភពីកាកបាទក្រហមនិងសប្បុរសជនមួយចំនួនលើសពីនេះលោកក៏មិនទាន់មានព័ត៌មានថាសពប្អូនប្រុសលោកនឹងត្រូវដឹកមកដល់កម្ពុជានៅពេលណាដែរលោកបញ្ជាក់ទៀតថាទឹកប្រាក់ទាំង$70000នេះមិនអាចទំនុកបម្រុងជីវភាពក្នុងគ្រួសារប្អូនប្រុសលោកបានជារៀងរហូតឡើយខ្ញុំរីកវិញ្ញូអាស៊ីសេរីភ្នំពេញអាស៊ីសេរីលោកនាងជាទីមេត្រីអ្នកនេសាទនៅខេត្តស្ទឹងត្រែងអះអាងថាទិន្នផលត្រីកម្របានធ្លាក់ចុះគួរឲ្យបារម្ភតើមូលហេតុអ្វីបានជាទិន្នផលត្រីធ្លាក់ចុះនៅឆ្នាំនេះលោកនាងនៅបានស្ដាប់សេចក្តីរាយការណ៍នេះពឹស្ដារនៅពេលបន្តិចទៀតនេះលោកនាងជាទីមេត្រីប្រជាពលរដ្ឋនៅស្រុកសង្កែខេត្តបាត់ដំបងកំពុងព្រួយបារម្ភខ្លាចហិនហោចព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបនៅក្នុងស្រុកនេះដោយត្រូវខ្លាយជាកម្មសិទ្ធិឯកជនអ្នកភូមិប្រទះឃើញព្រៃលិចទឹកជាច្រើនហិកតានៅក្នុងខេត្តនេះត្រូវគេយកគ្រឿងចាក់ឈូសឆាយយកដីដោយពុំមានអាជ្ញាធរទប់ស្កាត់នៅឡើយលោកហុំចម្រើនរាយការណ៍ពលរដ្ឋនៅស្រុកសង្កែបង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងទៅនឹងការទន្ទ្រានព្រៃលិចទឹកយកដីដោយពុំមានការទប់ស្កាត់នេះពលរដ្ឋម្នាក់រស់នៅភូមិអូសទូឃុំកំពង់ព្រៀងស្រុកសង្កែលោកមឹងនីឲ្យដឹងនៅថ្ងៃទី13ឧសភាថាព្រៃលិចទឹកនៅតំបន់3ចំណុចអូជំនុំអូតសេកនិងខាងកើតបឹងតាភោស្ថិតនៅភូមិអូសទូកប្រមាណ70ហិកតាត្រូវបានអ្នកមានទ្រព្យធនយកត្រាក់ទ័រឈូសឆាយយកដីធ្វើជាកម្មសិទ្ធិលោកអះអាងថាសកម្មភាពទន្ទ្រានដីខ្លាំងចាប់ពីដើមខែមេសាមកដោយពុំមានសមត្ថកិច្ចណាទប់ស្កាត់នោះទេព្រៃមានឈើមួយមួយដើម10ប៉ុនធុងពីក្រូអីចឹងណាប៉ុនអាធុងពីក្រូយើងមានទូចមានធំហើយអាណាវិស្វកម្មមិនបាក់ទៅកាប់នៅបថៅកាត់អីចឹងដួលតាមក្រោយចឹងគឺនឹងប្រភេទដើមភ្នំព្រៀងដើមខ្ទុំដើមស្ទេកដើមស្រស់ដើមអីហ្នឹងមួយក៏បាច់អីហ្នឹងហើយឃើញបោះគោពីម៉ងនោះពេញតែព្រៃហ្នឹងហើយក្នុងព្រៃហ្នឹងឆ្លើយតបនឹងបញ្ហានេះអភិបាលស្រុកសង្កែលោកកឹមវណ្ណៈមានប្រសាសន៍ថាកន្លងមកអាជ្ញាធរស្រុកតែងចុះទប់ស្កាត់ពលរដ្ឋទន្ទ្រានព្រៃលិចទឹកនៅតំបន់2ជាច្រើនលើកមកហើយចំណែកព្រៃរនាមនៅតំបន់3លោកថាជាតំបន់ហាមឃាត់ហើយពុំទទួលដំណឹងពីការទន្ទ្រានព្រៃនេះនៅឡើយទេតាំងពីមុនចូលឆ្នាំខ្មែរតាំងពីថ្ងៃចូលឆ្នាំខ្មែរខ្ញុំបានដាក់វិធានការឲ្យកម្លាំងខ្ញុំចុះទៅឃ្លាំមើលដែរចាំមើលដែរប៉ុន្តែពេលចាក់ស្ដីអត់មានអីទេហើយតាំងពីការឈូសឆាយលើទំនប់ហ្នឹងគឺគាត់ធ្វើកន្លែងទីតាំងដីដែលគាត់អាចធ្លាប់អាស្រ័យផលពីយូរឆ្នាំមកហើយតែប៉ុណ្្នឹងឯងទោះជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលជុំវិញតំបន់បឹងទន្លេសាបអ្នកស្រីនូសរឹមមានប្រសាសន៍ថាព្រៃលិចទឹកគឺជាជម្រកត្រីពងដ៏សំខាន់នៅតំបន់បឹងទន្លេសាបនិងជារនាំងការពារខ្យល់ព្យុះហើយការទន្ទ្រានព្រៃលិចទឹកនឹងធ្វើឲ្យចំនួនត្រីថយចុះហើយប៉ះពាល់ដល់របរធ្វើនេសាទរបស់ពលរដ្ឋតើទៅនឹងច្បាប់អំពីការគ្រប់គ្រងព្រៃលិចទឹកនឹងខ្ញុំគិតថាវា
មានការរុករៀនឯក៏តែច្បាប់វាធូរលងឡងមកវាធូរលងអីចឹងទៅជួនណាវាមានអាចថាមានការខុបខិតជាមួយអ្នកមានអំណាចមួយចំនួននៅក្នុងតំបន់នោះទៅធ្វើឲ្យជនល្មើសហ្នឹងនៅតែបង្ករុករានដីព្រៃលិចទឹកនឹងជាបន្តបន្ទាប់ចឹងមករបាយការណ៍របស់អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលជុំវិញតំបន់បឹងទន្លេសាបឲ្យដឹងថាព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបមានផ្ទៃដីជាង 60,000 ហិកតា គឺមានខេត្តបាត់ដំបង ពោធិ៍សាត់ មន្ទីរមានជ័យ កំពង់ធំ កំពង់ឆ្នាំង និងខេត្តសៀមរាប អ្នកស្រីនូសរឹមក៏សម្គាល់ថាការកាប់ទន្ទ្រានព្រៃយកដីធ្វើស្រែពីសំណាក់ប្រជាពលរដ្ឋនិងអ្នកមានលុយមានអំណាចតែងកើតមានជារៀងរាល់ឆ្នាំ អង្គការសង្គមស៊ីវិលនិងពលរដ្ឋសង្កត់ធ្ងន់ថាប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនទប់ស្កាត់ឲ្យបានទាន់ពេលទេព្រៃលិចទឹកនៅតំបន់នេះនឹងរលាយអស់ក្នុងពេលឆាប់ៗខ្ញុំបាទហុំចម្រើនអាស៊ីសេរីពីខេត្តបាត់ដំបងអាស៊ីសេរីលោកនាងកញ្ញាលោកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូននៅខ្ញុំបាទយុនសមៀនពីរដ្ឋធានី Washington ជាបន្តទៅទៀតនេះសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៀតនេះលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពិស្ដារស្ដីពីពុទ្ធបរិស័ទចម្រុះជើងវត្តអំពៅណារាមចង់ឲ្យស្ថាប័នពាក់ព័ន្ធបញ្ចូលព្រៃឈើនៅក្នុងទីអារាមជាតំបន់ព្រៃអភិរក្សដើម្បីងាយស្រួលថែរក្សាប្រជានេសាទខេត្តស្ទឹងត្រែងសម្ដែងក្តីបារម្ភបាត់បង់ត្រីកម្រនៅក្នុងតំបន់ដោយសារទិន្នផលត្រីធ្លាក់ចុះហើយមុននឹងបញ្ចប់កម្មវិធីគឺព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារលោកនាងជាទីមេត្រីពុទ្ធបរិស័ទចំណុះជើងវត្តអំពៅណារាមនៅឃុំស្វាយសាច់ភ្នំស្រុកស្រីសន្ធរខេត្តកំពង់ចាមចង់ឲ្យស្ថាប័នពាក់ព័ន្ធបញ្ចូលព្រៃឈើនៅក្នុងទីវត្តអារាមមួយនេះជាតំបន់ព្រៃអភិរក្សមួយដើម្បីងាយស្រួលថែរក្សាទុកសម្រាប់ក្មេងជំនាន់ក្រោយក្រៅពីនេះពួកគាត់ចង់ឃើញនៅតាមទីវត្តអារាមនានានិងនៅតាមសាលារៀនដែលមានដើមឈើស្រាប់គប្បីនាំគ្នាថែរក្សាទុកឲ្យបានគង់វង្សនិងខិតខំដាំបន្ថែមទៀតលោកសុសុពฒនារាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋនៅឃុំស្វាយសាច់ភ្នំមើលឃើញថាព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅរបស់មនុស្សនិងសត្វសារៈសំខាន់ទាំងនោះដូចជាការទប់ស្កាត់បំរែបំរួលអាកាសធាតុនាពេលបច្ចុប្បន្នជួយស្រូបកម្ដៅនិងស្រូបយកទឹកភ្លៀងលើសពីនេះជួយឲ្យផ្ទៃដីមានសំណើមទប់ទល់នឹងខ្យល់ព្យុះព្រមទាំងជាជម្រកសត្វបក្សីនិងប្រភេទសត្វផ្សេងទៀតជាដើមលក្ខណៈពិសេសរបស់ព្រៃឈើដូច្នេះទើបប្រជាពលរដ្ឋគណៈកម្មការអាចារ្យវត្តព្រមទាំងប្រជាអធិការវត្តស្វាយសាច់ភ្នំនាំគ្នាថែរក្សាគម្របព្រៃឈើនៅវត្តអារាមមួយនេះដែលមានដើមឈើធំៗប្រៀបបានទៅនឹងដើមឈើនៅតំបន់ព្រៃឡង់ដើមឈើធំៗទាំងនោះមានដូចជាដើមឈើទាលដើមកគីដើមគីនីនដើមអៃសាក់ហើយពួកគាត់បាននាំគ្នាដាំកូនឈើផ្សេងៗទៀតដូចជាដើមក្រញូងបេងនាងនួននិងសុក្រំជាដើមគណៈកម្មការវត្តស្វាយទឹកភ្នំលោកនាងម៉ាក់មានប្រសាសន៍ថាគាត់រីករាយក្នុងការថែរក្សាព្រៃព្រឹក្សានៅទីវត្តអារាមមួយនេះដែលបានបន្សល់ទុកពីដូនតាមកលោកបន្តថាព្រៃឈើមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្សសត្វព្រមទាំងអាចបង្ហាញដល់ក្មេងជំនាន់ក្រោយឲ្យបានស្គាល់អំពីប្រភេទឈើផ្សេងៗនិងអាចពន្យល់ពួកគាត់ឲ្យយល់ដឹងអំពីគុណប្រយោជន៍របស់ព្រៃឈើបាទក្នុងព្រៃឈើនេះខ្ញុំមើលឃើញថាខ្ញុំខំប្រឹងថែទាំព្រោះព្រៃឈើនេះជាសម្បត្តិគេពីដូនតាមកបាទហើយខ្ញុំបានដឹងក្តីឡើងឃើញព្រៃឈើហ្នឹងមានធំយ៉ាងទៅមកបាទហើយថ្ងៃហ្នឹងគឺខ្ញុំខំប្រឹងថែទាំជាមួយតាចាគណៈកម្មការប្រសង់ឲ្យនឹងថែទាំព្រៃឈើហ្នឹងមិនឲ្យជួនណាដែលមកចង់កាប់បំផ្លាញព្រៃឈើហ្នឹងបាននេះព្រោះព្រៃឈើហ្នឹងវាមានសារៈសំខាន់គណៈកម្មការវត្តដដែលកាន់តែត្រេកអរបន្ថែមទៀតក្រោយពេលវត្តស្វាយទឹកភ្នំត្រូវបានខាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់ជាតិកាលពីឆ្នាំ2014ហើយជាផ្នែកមួយអាចថែរក្សាព្រៃឈើទាំងនោះឲ្យនៅគង់វង្សគេចផុតពីការកាប់បំផ្លាញបានជាងនេះទៀតលោកចង់ឲ្យមន្ត្រីពាក់ព័ន្ធបញ្ចូលតំបន់ព្រៃឈើទាំងនោះជាតំបន់ព្រៃអភិរក្សនិងចង់ឃើញនៅតាមវត្តអារាមឬសាលារៀនទាំងអស់នាំគ្នាថែរក្សាដើមឈើដែលមានស្រាប់
ព្រមទាំងខិតខំដាំដើមឈើឡើងវិញឲ្យបានកាន់តែច្រើនផ្ទៃដីព្រៃឈើស្ថិតនៅក្នុងបរិវេណវត្តស្វាយទឹកភ្នំគឺមានទំហំប្រមាណ70ហិកតាដោយមានដើមឈើតូចធំដុះស្រោងនិងអមដោយសម្លេងសត្វបក្សាបក្សីយ៉ាងអឹងអាំព្រះចៅអធិការវត្តអង្គរវណ្ណរាមហៅវត្តស្វាយទឹកភ្នំព្រះតេជគុណអឹមមន្ទឿនមានធរដីកាថាព្រះអង្គមិនបានដឹងច្បាស់ទេអំពីប្រវត្តិដើមឈើទាំងនោះប៉ុន្តែព្រះអង្គយល់ថាអាយុកាលរបស់វាអាចនឹងច្រើនជាងព្រះវិហារដែលបានកសាងឡើងកាលពីឆ្នាំ1905ទៅទៀតព្រះអង្គនៅចាំថាដើមឈើនៅក្នុងវត្តធ្លាប់រងការកាប់បំផ្លាញកាលពីសម័យខ្មែរក្រហមម្ដងក្រោយមកទៀតធ្លាប់កាប់ដើម្បីយកឈើទៅបម្រើការងារសំណង់ក្នុងវត្តខ្លះដែរប៉ុន្តែករណីកាប់ច្រើនជាងគេគឺមុនពេលព្រះអង្គធ្វើជាចៅអធិការវត្តនិងជាពេលមួយដែលគ្រប់គ្រងដោយគណៈកម្មការវត្តចាស់គឺមានសកម្មភាពកាប់ដើមឈើពិសេសដើមកុកីអស់ជិត400ដើមដោយមិនដឹងថាពួកគេកាប់យកទៅទីណាទេព្រះអង្គសម្ដែងប្រតិសោកស្ដាយចំពោះការកាប់ដើមឈើពេលនោះហើយព្រះចៅអធិការវត្តចាស់ព្រះនាមភេងរៀមក៏មិនពេញប្រតិដែរព្រះអង្គយល់ថាដើមឈើមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិនិងក្មេងជំនាន់ក្រោយបន្ថែមពីនេះនៅពេលដែលមានដើមឈើច្រើននៅក្នុងវត្តអារាមធ្វើឲ្យព្រះអង្គមានប្រតិស្រស់ថ្លាម្យ៉ាងធ្វើឲ្យអាកាសធាតុនៅក្នុងវត្តមិនសូវក្តៅប៉ុន្មានទេបើស្វាចង់ឲ្យយ៉ាងគ្រប់វត្តធ្វើប្រាំអមសេះទូយ៉ាងស្រុកស្រីយន្តរនោះគ្រប់វត្តឲ្យដាំដើមឈើឡើងវិញព្រោះការណែនាំរបស់ព្រះអនុគុណក៏ដូចជាស្មារតីដែរលោកចង់ឲ្យតាមវត្តហ្នឹងដាំដើមឈើនៅគ្រប់វត្តឡើងវិញដើម្បីឲ្យប្រទេសជាតិយើងមានព្រៃឈើស្រុកយើងមានព្រៃឈើច្រើនឡើងវិញអញ្ចឹងហើយក្នុងនោះក៏ស្មារមាននាំសាលាយើងមុនបានដាំនៅខាងវត្តបឹងនោះធ្វើជាពិធីអង្គពិធីមួយឲ្យរុក្ខទេវាណាជារុក្ខទេវាដាំដើមកគីហ្នឹងហើយជា500ដើមនៅមាត់បឹងដាំដល់មាត់ទឹកម្ដងទៅចេញពីព្រៃទៅទៀតណាអ្នកនាំពាក្យក្រសួងបរិស្ថានលោកសៅសុភាពគាំទ្រចំពោះការលើកឡើងទាំងនេះពីព្រោះវាស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលព្រមទាំងក្រសួងបរិស្ថានផងបន្ថែមពីនេះកន្លងមករាជរដ្ឋាភិបាលជាអ្នកដាក់ចេញនូវគោលនយោបាយហើយក្រសួងពាក់ព័ន្ធរួមមានក្រសួងបរិស្ថាននិងក្រសួងកសិកម្មបានដឹកនាំអនុវត្តគោលនយោបាយទាំងនោះតាមរយៈសកម្មភាពមួយចំនួនដោយជាការរៀបចំពិធីដាំដើមឈើនៅតាមតំបន់អភិរក្សតំបន់ឆ្នេរតាមវត្តអារាមសាលារៀននិងនៅតាមរមណីយដ្ឋាននានាដោយសហការជាមួយប្រជាពលរដ្ឋរាជរដ្ឋាភិបាលនិងក្រសួងបរិស្ថានរបស់យើងនេះគឺយើងចង់បានគេហៅថាការយកចិត្តទុកដាក់ទៅលើការថែរក្សាព្រៃឈើទៅលើការថែរក្សាដើមឈើនៅតាមទីវត្តអារាមសាលារៀនឬក៏ទីសាធារណៈហើយយើងក៏ចង់បានការដាំបន្ថែមនៅតាមទីសាធារណៈវត្តអារាមសាលារៀនទីពេទ្យស្អីផ្សេងៗហ្នឹងបាទគឺយើងចង់បានដូច្នេះឯងបាទចំពោះការស្នើសុំរបស់គណៈកម្មការវត្តដាក់បញ្ចូលព្រៃឈើទាំងនោះជាតំបន់អភិរក្សលោកសៅសុភាពពន្យល់ថាជាកិច្ចសហការមួយរវាងមន្ទីរបរិស្ថានខេត្តនិងគណៈកម្មការអាចារ្យវត្តដើម្បីសិក្សានិងរៀបចំឯកសារដាក់បញ្ចូលទីវត្តអារាមនោះថាជាតំបន់អភិរក្សកម្រិតថ្នាក់ក្រោមជាតិឬថ្នាក់មូលដ្ឋានប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាពលោកយុងគឹមអេងមើលឃើញថាជារឿងល្អមួយដែលពុទ្ធបរិស័ទនៅឃុំស្វាយសាច់ភ្នំនាំគ្នាថែរក្សាសម្បត្តិដូនតាពិសេសការពារព្រៃឈើនិងចេះនាំគ្នាដាំដើមឈើឡើងវិញលោកថាការខិតខំប្រឹងប្រែងរបស់ពលរដ្ឋគឺទាមទារឲ្យមានស្ថាប័នពាក់ព័ន្ធចូលរួមនិងលើកទឹកចិត្តដល់ពួកគាត់លោកបន្ថែមថាព្រៃឈើជាផ្នែកមួយដែលអាចផ្សារភ្ជាប់រវាងសាលារៀនសាសនានិងបរិស្ថានមន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថាការបាត់បង់ព្រៃឈើដ៏ច្រើននាពេលបច្ចុប្បន្នធ្វើឲ្យពលរដ្ឋមួយចំនួនរងផលប៉ះពាល់ដូចជាបាត់បង់មុខរបរនិងប្រាក់ចំណូលដែលទទួលបានពីអនុផលព្រៃឈើជាងនេះទៀតបណ្ដាលឲ្យអាកាសធាតុប្រែប្រួលកាន់តែខ្លាំងនាពេលបច្ចុប្បន្នបំផ្លាញជម្រកសត្វព្រៃគ្រប់ប្រភេទនិងបំផ្លាញប្រព័ន្ធអេកូឡូស៊ីទៀតផងខ្ញុំបាទសូមសុខប្រាថ្នាអាស៊ីសេរីពីខេត្តកំពង់ចាមលោកអ្នកនាងជាទីមេត្រីប្រជានេសាទនៅខេត្តស្ទឹងត្រែងសម្ដែងក្តីបារម្ភពីត្រីកម្រនៅក្នុងតំបន់
នឹងរងហានិភ័យខ្ពស់គណៈទិន្នផលត្រីដែលអ្នកនេសាទចាប់បាននៅឆ្នាំនេះបានថយចុះជាងឆ្នាំមុនពួកគេអះអាងថាជនជាតិវៀតណាមនិងជនជាតិចាមកំពុងនេសាទនៅរដូវបិទនេសាទដែលអាចប៉ះពាល់ដល់ត្រីមេពូជលោកម៉ែនសុធីរាយការណ៍ព័ត៌មាននេះប្រជានេសាទនៅខេត្តស្ទឹងត្រែងអំពីវិនិយោគឲ្យក្រសួងកសិកម្មនិងស្ថាប័នពាក់ព័ន្ធពង្រឹងប្រសិទ្ធភាពទប់ស្កាត់បទល្មើសនេសាទនិងអនុវត្តច្បាប់ឲ្យបានពេញលេញនៅរដូវត្រីពងកូនដើម្បីធានានិរន្តរភាពត្រីទន្លេមេគង្គដែលកំពុងរងការគំរាមកំហែងគ្រប់ទម្រង់ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី8ខែឧសភាក្រោយពីជនជាតិវៀតណាមនិងជនជាតិចាមបាននេសាទប្រើមងក្រឡាធំនិងមានប្រវែងរាប់រយម៉ែត្រជម្រៅជាង10ម៉ែត្រអាចមានលទ្ធភាពចាប់ត្រីមេពូជធំៗនៅតាមដងទន្លេមេគង្គអ្នកនេសាទរស់នៅក្រុងស្ទឹងត្រែងលោកគង់ម៉េងហៃក៏សម្គាល់ថាអ្នកនេសាទខ្មែរភាគច្រើនប្រើមងក្រឡាតូចអាចចាប់ត្រីបានតូចៗដូចជាត្រីឆ្ពិននិងត្រីរៀលជាដើមហើយត្រីប្រភេទនេះមានតម្លៃទាបនៅលើទីផ្សារលោកថាអំឡុងត្រីច្រើនឡើងរយៈពេល5ថ្ងៃកន្លងទៅលោកនេសាទបានត្រីក្នុងមួយថ្ងៃចាប់ពី10គីឡូក្រាមដល់15គីឡូក្រាមហើយអាចរកចំណូលបានក្នុងមួយថ្ងៃគិតជាមធ្យមប្រហែល 10,000 រៀលលោកអះអាងថាជនជាតិវៀតណាមនិងជនជាតិចាមនេសាទប្រើមងក្រឡាធំនៅរដូវបិទនេសាទនេះបណ្ដាលឲ្យប៉ះពាល់ដល់ការបង្កកំណើតរបស់ត្រីកម្រក្នុងតំបន់ខណៈមងដែលពួកគេនេសាទនោះអាចចាប់ត្រីធំៗបានច្រើនដូចជាត្រីត្រសក់ត្រីក្អែកត្រីប៉ាវ៉ាត្រីប៉ាស្អ៊ីនិងត្រីគល់រាំងជាដើមបញ្ហានេះលោកចង់ឲ្យស្ថាប័នពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឲ្យបានពេញលេញនិងផ្សព្វផ្សាយពីច្បាប់ជលផលឲ្យបានទូលំទូលាយបាទមងជនជាតិវៀតណាមបើធៀបមួយមងខ្មែរមងគេគឺចាប់បានតែត្រីធំគឺគេអត់យកទេត្រីតូចហើយត្រីប្រភេទដែលគេបានដូចត្រីត្រសក់ត្រីកបីត្រីគល់រាំងអីហ្នឹងត្រីប្រាត្រីអីហ្នឹងអាចឈានទៅដល់ចាប់ពី10គីឡូឡើងទៅលើមានការព្រួយបារម្ភតែមិនដឹងបានត្រឹមតែដឹងមិនអាចធ្វើអីគេបានអ្នកនេសាទម្នាក់ទៀតរស់នៅឃុំព្រះបាទក្រុងស្ទឹងត្រែងលោកមាសច័ន្ទសុផាសម្ដែងក្តីកង្វល់ពីសន្តិសុខស្បៀងដែលមានក្នុងតំបន់និងជួយទ្រទ្រង់ជីវភាពពលរដ្ឋតាមដងទន្លេតាំងពីដើមមកប្រឈមការបាត់បង់បន្តិចម្ដងបង្កប៉ះពាល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេខណៈទិន្នផលត្រីដែលអ្នកនេសាទចាប់បាននៅឆ្នាំនេះធ្លាក់ចុះខ្លាំងហើយការដាក់តាំងលក់ត្រីនៅផ្សារខេត្តស្ទឹងត្រែងក៏ពុំសូវឃើញមានប្រភេទត្រីកម្រមានតម្លៃដែរបញ្ហានេះគឺជាសញ្ញាបង្ហាញថាត្រីកម្រទាំងនោះអាចប្រឈមការផុតពូជលោករកឃើញថាមានកត្តាច្រើនបង្កឲ្យទិន្នផលត្រីធ្លាក់ចុះដូចជាទឹកទន្លេមេគង្គប្រែប្រួលខុសប្រក្រតីការនេសាទខុសច្បាប់និងការអភិវឌ្ឍទំនប់វារីអគ្គិសនីតាមដងទន្លេលោកព្យាករណ៍ថាទិន្នផលត្រីនៅឆ្នាំនេះបានថយចុះប្រហែល 50% បើធៀបមុនឆ្នាំ2010ខណៈអ្នកនេសាទមួយចំនួនមិនអាចចាប់ត្រីបរិភោគលក្ខណៈគ្រួសារបានគ្រប់គ្រាន់ហើយក៏មានពលរដ្ឋមួយចំនួនបង្ខំចិត្តនេសាទប្រើឧបករណ៍ខុសច្បាប់ដើម្បីរកប្រាក់ដោះបំណុលធនាគារកាលមុនគេចុះចាប់ដែរចុះចាប់ថ្ងៃយប់វាចេញបដែតនឹងធ្វើស្អីវាយើងអត់បានតាមដានគេជាប់គ្រប់ពេលម៉ោងពេលវេលាអញ្ចឹងទៅយ៉ាងម៉េចឲ្យបិទអាមងធំហ្នឹងទៅឲ្យសល់ត្រីពូជខ្លះហ្នឹងហើយកុំឲ្យគេបែរអាមងធំហ្នឹងពេកតែមងទៅដូចគ្នាមិនទាយទេត្រីតែយកតាណាទេគ្រាន់តែមកហូបបានប្រជានេសាទក៏សម្គាល់ថាត្រីប៉ាស្អ៊ីត្រីប៉ាវ៉ាមុខ2និងត្រីក្របីជាដើមរស់នៅតំបន់សម្បូរថ្មស្លែនិងអន្លង់ជ្រៅដែលមន្ត្រីជំនាញនៅមិនទាន់មានលទ្ធផលស្រាវជ្រាវការវិវត្តពងកូនរបស់ត្រីនេះនៅឡើយតែគេអាចប្រមូលផលត្រីប៉ាស្អ៊ីបានចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈនិងចន្លោះខែឧសភាដល់ខែមិថុនារៀងរាល់ឆ្នាំលើពីនេះត្រីទាំងនេះច្រើនឡើងដោយសារការប្រែប្រួលអាកាសធាតុព្រោះលក្ខណៈជីវសាស្ត្ររបស់ត្រីកម្រទាំងនោះរស់នៅក្នុងអន្លង់ជ្រៅផ្សារភ្ជាប់លំនឹងទឹកនិងសីតុណ្ហភាពរបស់ទឹកដល់កម្រិតវាច្រើនឡើងឬចេញពីរូងថ្មអាស៊ីសេរីមិនអាចតាក់ទងនាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងលោកទុំនីរ៉ូដើម្បីសុំការអធិប្បាយករណីនេះបានទេនៅថ្ងៃទី8ខែឧសភាតែលោកធ្លាប់មានប្រសាសន៍ថាមានបញ្ហាប្រឈមមួយចំនួនធំដែលមន្ត្រីជំនាញកំពុងខ្វល់ខ្វាយមានជាអាចដែលនេសាទធំធេងខ្វះខាតសម្ភារៈខ្វះខាតធនធានមនុស្សដែលមិនអាចបំពេញតម្រូវការអភិរក្សដើម្បីទប់ស្កាត់អ្នកនេសាទល្មើសច្បាប់បានទាំងស្រុងនៅឡើយមន្ត្រីសម្របសម្រួលសហគមន៍នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលខេត្តស្ទឹងត្រែងលោកស្រេងមនីចិន្តាទទួលស្គាល់ការធ្លាក់ចុះត្រីបង្កការប៉ះពាល់ជីវភាពប្រជាពលរដ្ឋជាពិសេសពលរដ្ឋមួយចំនួនពឹងផ្អែកលើផលនេសាទលោកក៏សម្គាល់ថាមន្ត្រីជំនាញបានប្រកាសឲ្យបិទនេសាទចាប់ពីខែឧសភាតទៅដើម្បីអនុញ្ញាតឲ្យត្រីកម្រក្នុងតំបន់មានលទ្ធភាពធ្វើដំណើរបន្តពូជបានក៏ប៉ុន្តែការលួចដាក់មងក្រឡាធំនៅរដូវបិទនេសាទកំពុងបង្កជាឧបសគ្គដល់ដំណើររបស់ត្រីទាំងនោះហេតុនេះទាមទារឲ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់បំផុសការផ្សព្វផ្សាយច្បាប់ជលផលឲ្យបានទូលំទូលាយនិងអនុវត្តច្បាប់ឲ្យបានពេញលេញជានេសាទណាបើសិនគាត់បន្តប្រើនៅមងក្រឡាធំឬក៏
ឧបករណ៍ផ្សេងៗដែលពួកវិច្បាប់ឲ្យត្រីហ្នឹងនេះវាអាចប្រឈមព្រោះឥឡូវទឹកទន្លេបាត់អត់ទាន់ធំទេកាលណាបើទឹកធំទៅវាទលំទលាយក្នុងការដើរហើរឥឡូវទឹកនៅតូចនៅឡើយអញ្ចឹងកាលណាទឹកតិចចាប់ត្រីស្រួលណាវាអាចអញ្ចឹងណាអតីតមន្ត្រីសម្រួលអង្គការបណ្ដាញការពារទន្លេ3លោកមីកមានពន្យល់ថាត្រីច្រាលឡើងនៅខែឧសភានេះគឺសំដៅទៅរកទីតាំងពងកូនខណៈត្រីដែលកំពុងច្រាលឡើងនោះភាគច្រើនមានពងក្នុងពោះរួចទៅហើយចំណែកត្រីដែលច្រាលឡើងមុនគេគឺត្រីតូចៗដែលជាចំណីត្រីធំៗដូចជាត្រីរៀលនិងត្រីឆ្ពិនជាដើមលោកថាបញ្ហាប្រឈមរបស់ត្រីកម្រដោយសារតម្រូវការចាប់ត្រីកើនឡើងរួមផ្សំឧបករណ៍នេសាទពុំមានលក្ខណៈបច្ចេកទេសច្បាស់លាស់និងមិនស្របច្បាប់ជាដើមដូចជានេសាទក្នុងរដូវហាមឃាត់និងនេសាទប្រើឧបករណ៍ខុសច្បាប់លោកយល់ថាមន្ត្រីជំនាញត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយពីរដូវបិទនេសាទហើយសហគមន៍នេសាទក៏ត្រូវពង្រឹងទូនាទីអភិរក្សរបស់ខ្លួនឲ្យបានពេញលេញដែរវាប្រកាសជាប៉ះហើយព្រោះអីវាច្រាលឡើងមកវារកកន្លែងពងដល់យើងចាប់បានមកសិតពងពេញពេញពោះជាក់ស្ដែងដូចនៅតាមដងទន្លេស្រែពកកាលពីមុនឲ្យតែត្រីឡើងមកប្រជាជនគេនាំគ្នាទៅបដែតមងហ្នឹងគឺបានសិតតែត្រីប្រវ៉ាពងពេញពេញពោះប្រវ៉ាផ្អែកហ្នឹងពងពេញពេញពោះហើយដល់ឥឡូវវាអស់លេងត្រីអស់ចាប់ខ្លាំងពេកវាអស់ហើយយកមកលក់ទៅផ្សារខ្ញុំមើលឃើញតែពងពេញពោះដល់ពេលឥឡូវមានអីអស់ទៅពីមួយឆ្នាំទៅមួយឆ្នាំវាអស់ហើយព្រោះអីយើងចាប់មេពូជវាអស់ហើយលោកមីកមានបន្ថែមថាការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាបោកគ្រាប់បែកប្រើចរន្តអគ្គិសនីឆក់ត្រីនិងឧបករណ៍ដាក់របាំងរាំងព្រួលឬអួនទន្លេក៏ជាបញ្ហាបំបត្តិពូជត្រីដែរហើយការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម2និងទំនប់ដនសហុងបានគម្រាមកំហែងលក្ខខណ្ឌជីវសាស្ត្ររបស់ត្រីតំបន់ទន្លេ3ដូចជាទន្លេសេសានទន្លេស្រែពឹកនិងទន្លេសេកុងគឺជាប្រភពនៃជម្រកត្រីកម្រក្នុងតំបន់ដូចជាត្រីប៉ាស្អ៊ីត្រីប៉ាវ៉ាមុខ2ឬត្រីប៉ាកកនិងត្រីក្អែកជាដើមហើយត្រីទាំងនោះភាគច្រើនរស់នៅតំបន់អូរព្រះឬអន្លង់ព្រះគឺជាចំណុចប្រសព្វគ្នារវាងទន្លេសេសាននិងទន្លេស្រែពកជាតំបន់សម្បូរថ្មនិងដង្ហើមទឹកហូរធម្មជាតិមានអុកស៊ីសែនខ្ពស់មន្ត្រីសង្គមស៊ីវិលព្យាករណ៍ថាប្រភេទត្រីកម្រក្នុងតំបន់នឹងឈានដល់ការផុតពូជបើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធមិនពង្រឹងកាតព្វកិច្ចអភិរក្សឲ្យមានប្រសិទ្ធភាពនិងអនុវត្តច្បាប់ឲ្យបានពេញលេញនៅរដូវបិទនេសាទដើម្បីធានាការបង្កកំណើតរបស់ត្រីប្រភេទនេះនោះទេខ្ញុំម៉ែនសុធីអាស៊ីសេរីពីខេត្តស្ទឹងត្រែងលោកនាងជាទីមេត្រីសាររបស់ប្រមុខរដ្ឋាភិបាលដឹកនាំដោយគណៈបកកណ្ដាលអំណាចដែលថ្លែងនៅមុនការបោះឆ្នោតបញ្ជាក់ថាប្រទេសកម្ពុជានឹងមានសង្គ្រាមប្រសិនបើគណៈបកប្រជាជនកម្ពុជាចាញ់ឆ្នោតសារអំពីសង្គ្រាមរបស់លោកនាយករដ្ឋមន្ត្រីលើកនេះគឺមិនខុសគ្នាប៉ុន្មានពីសារដែលលោកធ្លាប់ថ្លែងនៅមុនការបោះឆ្នោតកន្លងទៅដែរនៅថ្ងៃអង្គារទី16ខែឧសភានេះនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនឹងមានកិច្ចពិភាក្សាមួយផ្ដោតទៅលើសំណួរថាតើប្រទេសកម្ពុជាអាចមានការផ្លាស់ប្ដូរដោយសន្តិវិធីតាមរយៈការបោះឆ្នោតដែរទេនៅក្នុងកម្មវិធីនេះបដិជគុណបុត្របន្ទិញស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមលោកហុងលឹមអ្នកតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរនៅរដ្ឋវីកតូរីយ៉ានិងលោកព្រឹទ្ធាចារ្យលូឡៃស្រីអ្នកនយោបាយជើងចាស់នឹងចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សានេះកម្មវិធីនេះនឹងសម្របសម្រួលដោយលោកជុនច័ន្ទបុត្រសូមលោកនាងរងចាំស្ដាប់កុំបីខានជាបន្តទៅទៀតនេះខ្ញុំបាទយុនសាមៀនសូមជូនព័ត៌មានបញ្ចប់
នៅក្នុងពិធីបុណ្យចម្រើនព្រះជន្មគម្រប់64យាងចូល65ព្រះវស្សានៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីពលរដ្ឋស្នើឲ្យព្រះមហាក្សត្រធានាឲ្យមានការបោះឆ្នោតឃុំសង្កាត់ដែលប្រព្រឹត្តឡើងនៅថ្ងៃទី4ខែមិថុនាខាងមុខប្រព្រឹត្តទៅឲ្យបានត្រឹមត្រូវនិងយុត្តិធម៌ស្ថានីយ៍វិទ្យុនិងទូរទស្សន៍នៅក្នុងស្រុកនៅមិនទាន់ប្រកាសឲ្យបានទូលំទូលាយអំពីគម្រោងជួលម៉ោងឲ្យគណៈបកនយោបាយផ្សាយពីគោលនយោបាយក្នុងឱកាសយុទ្ធនាការឃោសនាបោះឆ្នោតនោះទេសង្គមស៊ីវិលយល់ថាគោចបនឹងមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសម្រួលឲ្យគ្រប់គណៈបកនយោបាយបានជួលម៉ោងឲ្យស្មើភាពគ្នានៅតាមស្ថានីយ៍វិទ្យុនិងទូរទស្សន៍ឯកជននោះទេគណៈបកប្រឆាំងអាងថាពលរដ្ឋប្រហែល5សែននាក់នឹងមិនអាចបោះឆ្នោតបានដោយខ្វះឯកសារចាំបាច់មួយចំនួនប័ណ្ណបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលបានចេញដោយកោជបតម្រូវឲ្យពលរដ្ឋដែលពុំមានអត្តសញ្ញាណប័ណ្ណជាតិខ្មែរត្រូវធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណជាថ្មីដាច់ដោយឡែកមួយទៀតទើបអាចមានសិទ្ធិបោះឆ្នោតបានលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមជូនពរដល់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទយុនសាមៀនព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាអរុនសួស្តីវិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកអ្នកនាងអាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 13740 kHz ស្មើនឹងកម្ពស់ 22 ម៉ែត្រពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី12140 kHz ស្មើនឹងកម្ពស់ 25 ម៉ែត្រលោកអ្នកនាងក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុ LC សេរីតាមប្រព័ន្ធអ៊ីនធឺណិតដោយចូលទៅកាន់គេហទំព័រ www.rfa.org/ ខ្មែរនិងស្ដាប់តាមការផ្សាយបន្តរបស់វិទ្យុ FM មួយចំនួនដូចតទៅវិទ្យុស្ទឹងខៀវ FM 98.70 MHz នៅខេត្តបាត់ដំបងដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8និងពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10និងនៅខេត្តឧត្តរមានជ័យ FM 88.30 MHz ដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8និងពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10វិទ្យុកំពង់ចាម FM 99.70 MHz នៅខេត្តកំពង់ចាមដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8និងពេលយប់ចាប់ពីម៉ោង 8 ដល់ម៉ោង 9វិទ្យុសំឡេងកូនខ្មែរ FM 88.70 MHz នៅខេត្តកំពតដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8និងនៅពេលយប់ចាប់ពីម៉ោង 9 ដល់ម៉ោង 10វិទ្យុស្ត្រី FM 102 MHz នៅភ្នំពេញនៅខេត្តស្វាយរៀងកំពង់ចាមនិងខេត្តកំពង់ធំដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8និងពេលយប់ចាប់ពីម៉ោង 10 កន្លះដល់ម៉ោង 11 កន្លះវិទ្យុសំបុកឃ្មុំ FM 105 MHz នៅពេលព្រឹកចាប់ពីម៉ោង 6 ដល់ម៉ោង 7និងនៅពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះវិទ្យុ FM 90 MHz នៅភ្នំពេញវិទ្យុឃ្លាំងមឿង FM 90.25 MHz នៅខេត្តបាត់ដំបងវិទ្យុស្ទឹងសាន FM 88.5 MHz នៅខេត្តកំពង់ធំនិងវិទ្យុគិរីដងរែក FM 90.25 MHz នៅខេត្តឧត្តរមានជ័យដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 6 កន្លះដល់ម៉ោង 7 កន្លះនិងពេលយប់ចាប់ពីម៉ោង 9 កន្លះដល់ម៉ោង 10 កន្លះវិទ្យុមហានគរ 93.5 MHz នៅភ្នំពេញដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 6 ដល់ម៉ោង 7និងនៅពេលយប់ចាប់ពីម៉ោង 8 ដល់ម៉ោង 9វិទ្យុអង្គររដ្ឋា FM 95.5 MHz នៅខេត្តសៀមរាបដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង 7 ដល់ម៉ោង 8និងពេលយប់ចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 9 កន្លះក្រៅពីនេះលោកអ្នកនាងក៏អាចអាននិងទស្សនាព័ត៌មានវិទ្យុអាស៊ីសេរីលើទូរស័ព្ទដៃរបស់លោកអ្នកផ្ទាល់សូមលោកអ្នកនាងចូលទៅកាន់បណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa cambodia និង YouTube www.youtube.com/rfa khmer video ក្រៅពីនេះលោកអ្នកនាងក៏អាចអាននិងទស្សនាព័ត៌មានវិទ្យុអាស៊ីសេរីលើទូរស័ព្ទដៃរបស់លោកអ្នកផ្ទាល់សូមលោកអ្នកនាងចូលទៅកាន់បណ្ដាញសង្គម Facebook ដែលមានអាសយដ្ឋាន www.facebook.com/rfa